ដល់ម៉ោងធ្វើម្ហូបទៀតហើយចាថ្ងៃនេះមានមាន់មួយហើយខ្ញុំនឹងយកមាន់មួយនេះឆ្នៃជាម្ហូបពីរមុខដូចថាចង់ញ៉ាំរៀងស៊ុបកាត់ចិនតិចតែបច្ចៈអ្នកលក់មិនមែនចិនទេអញ្ចឹងចាំមើលខ្ញុំឆ្នៃចេញម្ហូបអីខ្លះចាំតាមបានទាំងអស់គ្នាហើយម្ហូបនេះក៏មានថែមតិចកម្មសាច់សុទ្ធម្ខាំផងដែរចាចឹងបើបងប្អូនត្រូវការតិចកម្មអាចតាក់ទងមកខ្ញុំបានយើងមានតិចកម្មសើមនិងតិចកម្មស្ងួតមានគ្រប់ប្រភេទចាឥឡូវខ្ញុំធ្វើម្ហូបសិនចាំបន្តទៀតចានេះគឺយើងស្ងោរមាន់ស្ងោរឲ្យផុយរងាស់វាយកជាតិហើយចាំយើងថែមតិចកម្មហើយបច្ចៈតិចកម្មគឺយើងបើកភ្លើងតិចទេកុំឲ្យវាលួយពេកហើយយើងស្រង់មាន់មកហាយសាច់ព្រោះថ្ងៃហ្នឹងកូនគាត់ចង់ញ៉ាំសាច់មាន់ស្ងោរចឹងហើយក៏ខ្ញុំស្រង់មាន់ស្រង់អីយកមកហាយដាក់ចានរៀបចំទុកដាក់អញ្ចឹងទៅហើយមានធ្វើទឹកម្រេចទឹកស៊ីអ៊ូកូនខ្ញុំគាត់ចេះញ៉ាំទឹកស៊ីអ៊ូចាហើយនេះជាម្ហូបដែលខ្ញុំឆ្នៃថ្ងៃនេះទឹកស៊ុបញ៉ាំប្រភេទនេះមានបន្លែដែលយើងទិញមកគ្រឿងចិនសែនហ្នឹងចាហើយមាន់ហើយដាក់ចានចេះនឹងហើយរួចរាល់ហើយកុំភ្លេចតិចកម្មខាងខ្ញុំមានគ្រប់ប្រភេទបងប្អូនត្រូវការអាចតាក់ទងមកបានអរគុណជម្រាបលា